ស្ដីអ្នកគ្នាខ្ញុំបាទរ៉ូវិតសួស្ដីអ្នកគ្នាខ្ញុំបាទលីវ៉ាយតែមុនចូលវីដេអូរបស់យើងខ្ញុំសូមបង្ហាញអ្នកគ្នាតិចនេះគឺជា account ទី10របស់ខ្ញុំអ្នកគ្នាជួយចូល follow ម្នាក់មួយតែឥឡូវហ្នឹងវាអត់ទាន់មានវីដេអូទេតែតទៅមុខទៀតខ្ញុំអាចធ្វើវីដេអូហ្គេមអីទីទួយផុសចូលក្នុងហ្នឹង and now តោះហើយរឿងមកចាប់ដើមឡើងនៃ chapter ទី8នេះគឺសរសើរតែរបស់ Sumi ដដែលហើយពេលនោះដែរយើងក៏បានឃើញថា Choisu បានសាកល្បងប្រើ storage scroll របស់គេហើយអា storage scroll ហ្នឹងខ្ញុំសូមហៅត្រឹម storage បានទេកុំឲ្យវាវាហៅពេកហើយនៅពេលដែល Choisu បានផ្ទាត់ដែររួច storage នោះក៏បានលេចឡើងនៅមុខគេហើយ Choisu ក៏បានលុកដៃចូលទៅក្នុង storage ដើម្បីយក item ដែលគេបានដាក់ក្នុងនោះបន្ទាប់ពី Choisu បានយក item ចេញពី storage នោះហើយគេក៏បានសម្លឹងទៅកាន់ item នោះហើយគេក៏បានគិតតើវាគឺជាអាវុធឬក៏ជាអាវក្រោះការពារនោះហើយប្រហែលជាខ្ញុំទៅសួរគេពីរបៀបប្រើ item នោះទៀតហើយមើលទៅពេលនោះដែរយើងក៏បានឃើញថា Sumi បានរត់ចូលមកទាំងមានសភាពស្លន់ស្លោហើយនាងក៏បាននិយាយថាយើងប្រហែលជាមានពេលច្រើនទៀតទេព្រោះឥឡូវនេះជិតម៉ោង6ល្ងាចហើយយើងមានពេលប្រហែលជា4ម៉ោងទៀតព្រោះយើងមកទីនេះនៅម៉ោង4ល្ងាចដូចនេះយើងត្រូវត្រឡប់ទៅភពវិស័យវិញឲ្យបានមុនម៉ោង10ព្រឹកនេះជួយសូអាចរងចាំយើងនៅទីនេះយើងត្រឡប់មកវិញឆាប់ៗនេះអូខេសូមីយើងចាំឲ្យនៅទីនេះបន្ទាប់ពីសូមីបានចាស់ចេញទៅផុតជួយសូក៏បានធ្វើការដើររករើផ្ទះរបស់សូមីហើយនៅពេលដែលជួយសូកំពុងដើររករើផ្ទះរបស់សូមីនោះគេក៏បានឃើញរូបថនមួយហើយជួយសូក៏បានគិតថាក្នុងខ្លួនរបស់ខ្ញុំមានមរតកឈាមពីកបលីននេះប្រហែលជាខ្ញុំទទួលបានពីឪពុករបស់ខ្ញុំហើយជួយសូក៏បានគិតដល់ម៉ាន់តេម្ដងគឺនៅពេលដែលម៉ាន់តេបានប្រាប់គេថាគេស្ថិតនៅចំនួនទី4ឬទី5ពីព្រោះតែមរតកឈាមនៅក្នុងខ្លួនគេមានតិចតួចណាស់ហើយនៅពេលដែលជួយសូបានគិតពីម៉ាន់តេចប់គេក៏បានគិតទៅដល់ឪពុករបស់គេម្ដងទៀតតែពេលនោះឪពុករបស់ខ្ញុំគាត់បាននឹងថាក្នុងខ្លួនរបស់គាត់មានមរតកឈាមពីកបលីនទេហើយពេលនោះដែរក៏មានសលេងមួយបានលើឡើងធ្វើឲ្យជួយសូបានភ្ញាក់ឡើងហើយគេក៏បានស្រែកទទួលសម្ដែងនោះថាតើឯងគឺជាសូលមីមែនហើយសាច់រឿងរបស់យើងបន្ទាប់ហ្នឹងក៏បានកាត់ទៅដល់ផ្លូវមួយកន្លែងពេលនោះដែរយើងក៏បានឃើញថាមានសមោខ្មៅមួយកំពុងធ្វើបាបទៅលើមនុស្សហើយអាសមោក្បាលហ្នឹងឯងវាគឺជាពិសាចហើយភ្លាមនោះដែរយើងក៏បានឃើញពលឺមួយបាញ់ឆ្ពោះទៅត្រូវពិសាចនោះហើយអ្នកបាញ់ពលឺនោះពេលពីណាឆ្ងាយទេគឺជាសូលមីរបស់យើងហ្នឹងហើយពលឺមួយនោះគឺជាស្លាបដែលនឹងបាញ់ទៅលើពិសាចហ្នឹងហើយនាងក៏បាននិយាយខ្សឹបស្អែកថាខ្ញុំមានអារម្មណ៍ថាវាអត់ចប់សោះនេះហើយស្លាបរបស់ខ្ញុំគាត់មានច្រើនណាស់ដើម្បីវិភាគទៅលើវិស័យហ្នឹងទៀតបន្ទាប់ពីនិយាយខ្សឹបរួចនាងក៏បានស្រែកទៅកាន់វិស័យនោះថាអេឯនៅធ្វើអីទៀតអាចចេះឈឺទេមែនបន្ទាប់ពីលឺសូលមីបានស្រែកមកកាន់ខ្លួនហើយវិស័យនោះក៏បានគិតក្នុងចិត្តថាអុយខ្លួនមិនស្លុតគេចឹងគេក្មេងតូចហើយវិស័យក្បាលនោះក៏បានរត់ចាក់ចេញទៅចំណែកសូលមីវិញក៏បានស្ទុះមកមើលមនុស្សដែលរងរបួសហើយភ្លាមនោះដែរវិស័យក្មេងតូចនោះក៏បានលួចវិបាមកកាន់សូលមីហើយនៅពេលដែលវិស័យនោះបានស្ទុះសម្ដៅទៅកាន់សូលមីនោះយើងក៏បានឃើញថាមានជើងមួយបានលេចឡើងមកច្រឡំកន្លែងហ្នឹងច្រឡំមិនមែនជើងមួយជើងមកគោព្រមទាំងសលេងមួយទៀតបាននិយាយទៅកាន់សូលមីឯងក៏តែចេះប្រយ័ត្នជាងនេះបន្តិចបើសិនជាឯងចាញ់ទាំងបែបនេះហើយមានគេដឹងនោះគ្រួសាររបស់ឯងនឹងរងការអាម៉ាស់ជាងខាងហើយសូលមីក៏បានតបទៅកាន់សលេងនោះវិញគ្រួសារខ្ញុំមិនល្បីទេប៉ុន្តែខ្ញុំដឹងថាឯងនឹងការពារខ្ញុំហើយឥឡូវនេះម្ចាស់ជើងមកគោមិនបានចេញមុខអីចង្ហាកប់សេរីបន្ទាប់ពីម្ចាស់ស្រីបានចេញមុខដល់ស្រស់សង្ហាភោផង់ធ្វើនារីបាក់ចិត្តលងមកគេក៏បាននិយាយទៅកាន់សូលមីទៀតវាមិនមែនទេមកពីឯងមើលងាយបិសាចនោះពេកហើយអ្នកនរគ្នាមិនបាច់សួរបិសាចក្បាលមិញទៅណាបាត់ទេខ្ញុំក៏ដឹងដែរមិនដឹងវាទៅដល់កលៀនណាបាត់ហើយហើយសូលមីក៏បានតបទៅវិញថាទេយើងមិនបានមើលងាយវាទេប៉ុន្តែយើងនឹងថាឯងនឹងមកជួយយើងហើយយើងក៏បាននឹងថាបរមម្នាក់ហ្នឹងមានឈ្មោះថាកូយូហើយនាងក៏បានបន្តនិយាយទៀតអេកូយូមើលទៅឯងដូចជាបងប្រុសធំយើងចឹងហើយយើងមិនចង់មានបងស្រីដូចឯងទេso sweet ឡើងគួរស្រឡាញ់ហ្មងនេះហើយបានហើយសូលមីកុំលេងសើចច្រើនពេកយើងមានរឿងដែលត្រូវដោះស្រាយទៀតពេលនិយាយចប់កូយូក៏បានប្រើ magic ទៅលើជនរងគ្រោះទាំងពីរនាក់នោះហើយគេក៏បានសូមវាទម្ងន់ថាជួយអូបន្ទាប់ពីឃើញបែបនេះហើយសូលមីក៏បានសួរទៅកាន់គេថាអេនេះគឺជា magic hypnosis មែនហើយនាងក៏បានបន្តនិយាយទៀត magic មួយនេះយើងក៏ធ្លាប់សុំឲ្យសងវ៉ាបរិញ្ញាយ៉ាងដែរប៉ុន្តែពេលបរិញ្ញានឹងសងវ៉ាសេឲ្យយើងច្រើនពេកហើយយើងក៏ឈប់ទៅហើយក៏យូក៏បាននិយាយទៅកាន់សូលមីវាមិនចម្លែកទេដែលគេក៏គ្នាបាននិយាយថាឯងទាំងពីរអញមានឱកាសឈ្នះក្នុងពិធីបុណ្យនោះប៉ុន្តែឥឡូវនេះនៅជិតហ្នឹងមានតែយើងពីរនាក់ទេមែនហើយសូលមីតើឯងចាប់បានវិស័យប្រមាណហើយពេលនោះសូលមីក៏បានតទៅវិញបារម្ភទាំងវិស័យដែលទើបនឹងចាប់បានថ្មីនេះទាំងអស់វាមានចំនួន24ហើយយើងបានគិតថាមាននរណាម្នាក់កំពុងនៅពីក្រោយរឿងនេះព្រោះថាបិសាចទាំងអស់នោះវាសុទ្ធតែបានចងហើយពួកវាទាំងអស់នោះក៏បានធ្វើតាមបញ្ជាដែរមានមនុស្ស7នាក់ត្រូវបានសម្លាប់ប្រហែលជា50នាក់ទៀតបានរងរបួសតែពីណាគេដែលសិននៅក្រោយរឿងនេះហើយរឿងនេះអាចកើតឡើងបានយ៉ាងដូចម្តេចទៅតើពួកគេចង់បានអ្វីពីការសម្លាប់នេះហើយតើគេសប្បាយចិត្តទេអំពីរឿងនេះហើយពួកគេក៏ប្រហែលជាបានដឹងដែរថាការសម្លាប់នោះគឺមានទោសធ្ងន់ធ្ងរណាស់ហើយពេលនោះដែរក៏យូក៏បានតទៅវិញទេគេមិនមែនចង់សប្បាយទេគេចង់បានប្រយោជន៍អំពីរឿងនេះស្អីគេតើពួកគេទាំងអស់នោះទទួលបានប្រយោជន៍ពីការសម្លាប់មនុស្សដោយរបៀបណាទៅយើងថារឿងនេះមិនមែនជារឿងធម្មតាទេហើយគូយូក៏បាននិយាយទៅកាន់សូលមីថារឿងបែបនេះមិនមានអ្នកដឹងច្រើនទេនៅក្នុងចំនួនរបស់យើងបិសាចដែលសម្លាប់មនុស្សតាំងពីដើមមកគឺមិនមែនដោយសារតែភាពស្រេកឃ្លានឬសាហាវរបស់វាទេគឺវាចង់បានធម៌ពលការស៊ីសាច់និងផឹកឈាមរបស់មនុស្សគឺជាវិធីដ៏ល្អបំផុតក្នុងការទទួលបានធម៌ពលដ៏ខ្លាំងក្លាបន្ទាប់ពីលើបែបនេះរួចសូលមីមានអាការៈភ្ញាក់ផ្អើលខ្លាំងហើយសូលមីក៏បាននិយាយថាទេវាមិនអាចទៅរួចទេហេតុអីក៏ខ្ញុំមិនធ្លាប់បានដឹងពីរឿងហ្នឹងចឹងហើយគូយូក៏បានបន្តនិយាយថាវិស័យនៅសម័យមុនសុទ្ធបានដឹងទាំងអស់អំពីរឿងនេះប៉ុន្តែមកដល់ចំនួនយើងនេះមិនមានអ្នកដឹងអំពីរឿងនេះច្រើនទេហើយបើរឿងនេះនៅតែបន្តទៀតនោះពិភពលោករបស់មនុស្សនឹងដូចជាសម័យមុនមិនខាន
ហើយឥឡូវភ្នែកហើយស្លេងខ្ញុំក៏វាយ៉ាប់ទៅដែរព្រោះឥឡូវនេះម៉ោង7:02ហើយគេក៏បានបន្តនិយាយទៀតហើយពួកយើងក៏មិនអាចទៅជួយមនុស្សទាំងអស់នោះក្នុងពេលតែមួយបានដែរហើយសូមីក៏បានសួរទៅកាន់គេទៀតតើពួកយើងគួរធ្វើយ៉ាងម៉េចបើសិនជារឿងនេះវានៅតែបន្តកើតឡើងទៀតពេលនោះដែរសូមីហាក់ដូចជាបានដឹងនៅរឿងអ្វីមួយវ៉េតយើងមានរឿងសំខាន់ដែលត្រូវធ្វើឯងជួយឃ្លីកន្លែងនេះឲ្យយើងផងហើយសាច់រឿងក៏បានកាត់ទៅដល់ឆយស៊ូវិញនៅពេលមុននេះបន្តិចឆយស៊ូបានលើសំឡេងមួយហើយគេក៏បានដើរសម្ដៅទៅកាន់សំឡេងនោះហើយគេក៏បាននិយាយថាមិនពួយមួយនឹងវាបើកចឹងខ្ញុំក៏ដូចជាមិនបានបើកវាទេហើយពេលនោះដែរយើងក៏បានឃើញថាមានមនុស្សម្នាក់កំពុងឈរនៅពីក្រោយឆយស៊ូហើយគេម្នាក់នោះក៏បានចាប់ផ្ដើមវាយប្រហារទៅកាន់ឆយស៊ូប៉ុន្តែឆយស៊ូក៏អាចគេចផុតពីការវាយប្រហារនោះប៉ុន្តែប៉ុណ្ណោះឆយស៊ូក៏បានចាប់ដៃគេម្នាក់នោះបោះចេញក្រៅអគារទៀតផងហើយយើងក៏បានដឹងថាអាប៉ែដែលឆយស៊ូចាប់បោកមិញហ្នឹងមិនមែនលើទេវាជាវិសាចបន្ទាប់ពីបោកវិសាចរួចឆយស៊ូហាក់ភ្ញាក់ផ្អើលនឹងកម្លាំងរបស់ខ្លួនឯងជាខ្លាំងហើយគេក៏បានគិតក្នុងចិត្តថាស្អីគេមិនអីកើតឡើងមិញបន្ទាប់ពីគេភ្ញាក់ផ្អើលនឹងកម្លាំងរបស់ខ្លួនឯងហើយគេក៏បានដើរទៅមើលវិសាចនោះហើយគេក៏បាននិយាយទៀតងាប់អាហ្នឹងតែភ្លាមនោះវិសាចនោះបានលេចឡើងនៅពីក្រោយឆយស៊ូហើយវិសាចនោះក៏បាននិយាយទៀតហើយកុំរំអីលើបែបនេះរួចបានធ្វើឲ្យឆយស៊ូមានការភ្ញាក់ផ្អើលជាខ្លាំងហើយពេលនោះវិសាចនោះក៏បានយកកតុយវាមករុំករបស់ឆយស៊ូមិនតែប៉ុណ្ណោះវិសាចនោះក៏បានបោកឆយស៊ូទៅក្រោមអគារថែមទៀតដែលធ្វើឲ្យឆយស៊ូដែលជាទូឲ្យប្រុសរបស់យើងរករាក់ជាខ្លាំងក្រោយពីឃើញអាការៈដ៏រករាក់របស់ឆយស៊ូហើយគេក៏បាននិយាយឌឺទៅកាន់ឆយស៊ូថែមទៀតថាអេអនមែនទឹកដៃយ៉ាងសោះលេងសិនមកស្មែនហើយភើអឡែនក៏បាក់ស្មាយក៏ចាញ់ឆ្វេយបន្ទាប់ពីបិសាចនោះបានលាឆយស៊ូរួចហើយបិសាចនោះក៏បានដករូបថតម៉ាក់ឆយស៊ូនិងឆយស៊ូចេញមកហើយគេក៏បាននិយាយទៅកាន់ឆយស៊ូទៀតមិនអីទេអាក្មេងតូចយើងសន្យាថានៅពេលដែលយើងស៊ីអញហើយយើងនឹងទៅស៊ីម៉ាក់អញតាមក្រោយបន្ទាប់ពីលើបែបនេះហើយឆយស៊ូក៏បានស្ទុះទៅបិសាចនោះភ្លាមហើយគេក៏បាននិយាយថាស៊ូបូតិមិនដៃម៉ាំងក្ពាកនឹងឡើយតែនៅពេលដែលឆយស៊ូបានហត់ទៅដល់បិសាចនោះរាងកាយរបស់ឆយស៊ូបែរជាមិនអាចកម្រើករួចទៅវិញហើយឆយស៊ូក៏បានគិតថាតើរាងកាយរបស់ខ្ញុំវាពងកាត់អីនោះហើយយើងក៏បាននឹងថាពេលដែលឆយស៊ូបានស្ទុះទៅដល់បិសាចនោះក៏បានប្រើដៃដាក់ skill មួយដែលមានឈ្មោះថា poison ទៅលើឆយស៊ូហើយបន្ទាប់ពីឆយស៊ូបានត្រូវ skill poison របស់បិសាចនោះហើយយើងឃើញអាការៈឆយស៊ូរកដាក់ជាងមុនទៀតហើយសាច់រឿងអាកន្លែងវិសាចហ្នឹងវាយគ្នាជាមួយឆយស៊ូនិងវិសាចហ្នឹងវានិយាយឌឺដងទៅកាន់ឆយស៊ូច្រើនមែនតែយើងមិនបាច់ខ្វល់ទេទូអត់សំខាន់វាងាប់លើហើយអាបិសាចនោះក៏វានៅបន្តនិយាយទៀតថាអ្នកសោគឺជាចំណុចរបស់អ្នកខ្លះប៉ុន្តែបើសិនជាឯងចេះប្រើ item មួយនោះអ្វីវានឹងផ្លាស់ប្ដូរហើយប៉ុន្តែវាមិនអីទេព្រោះថាគ្រោះថ្នាក់ណាក៏ដោយយើងមិនអាចដឹងមុនបានទេហើយឆយស៊ូក៏បានតបទៅកាន់គេវិញថាវាត្រឹមត្រូវហើយពេលនោះដែរឆយស៊ូបានប្រើកម្លាំងដៃយ៉ាងខ្លាំងរបស់គេវាសម្ដៅទៅកាន់បិសាចនោះប៉ុន្តែបិសាចក្បាលនោះវាអាចគេចផុតពីការវាយប្រហាររបស់ឆយស៊ូបានហើយបិសាចនោះក៏បានគិតក្នុងចិត្តថាប៊ីសងាប់ចេះគេចផុតហើយបិសាចនោះក៏បានប្រើកតុយរបស់វាដើម្បីវាយប្រហារទៅកាន់ឆយស៊ូហើយជាមួយនឹងស្ថានភាពដ៏រករារបស់ឆយស៊ូដែលធ្វើឲ្យឆយស៊ូត្រូវមួយកតុយរបស់បិសាចនោះពេញតែម្ដងបន្ទាប់ពីត្រូវមកកតុយរបស់បិសាចនោះហើយឆយស៊ូបានខ្ទាតយ៉ាងឆ្ងាយទៅបុកនឹងទាំងបន្ទាប់ពីបិសាចនោះបានវាយប្រហារទៅកាន់ឆយស៊ូហើយយើងឃើញថាមានដាវឈើពីរបានចាក់ទៅលើខ្លួនរបស់បិសាចនោះហើយយើងក៏បានឃើញថាមានបរិសម្នាក់ពាក់របាំងមុខបានដើរចេញមកបន្ទាប់ពីឃើញបែបនេះបិសាចនោះមានការភ្ញាក់ផ្អើលជាខ្លាំងហើយគេក៏បាននិយាយថាតើគេម្នាក់នោះគឺជាអត្រីមេឃទី9មែនទេហើយគេក៏បានយើងដឹងថាអត្រីមេឃគឺជាអ្នកបង្កើតហើយគ្រប់សត្វដែលមានជីវិតទាំងអស់ត្រូវបានតាក់ទាញទៅរកអំណាចរន្ទះរបស់ទ្រង់ហើយពេលនោះដែរដាវដែលបានចាក់ទៅលើបិសាចនោះបានបញ្ចេញថាមពលរន្ទះចេញមកដែលធ្វើឲ្យបិសាចក្បាលនោះមានការជិះចាប់ជាខ្លាំងហើយមនុស្សដែលពាក់របាំងមុខនោះក៏បាននិយាយទៅកាន់បិសាចនោះថាតួឯងដឹងក៏ដោយតែឯងនៅតែធ្វើវាបន្ទាប់ពីលើរួចបិសាចនោះក៏បានខ្លាយខ្លួនទៅជាមនុស្សវិញហើយគេក៏បាននិយាយទៅកាន់បុរសដែលពាក់របាំងមុខនោះថាបានឲ្យខ្ញុំនិយាយទៅលើទៀតទៅខ្ពើមចយម្រាយមិនឯងចូលចិននិយាយអបចោលច្រើនម៉េចឥឡូវនេះដល់មកឯងត្រូវងាប់ឯងបន្ទាប់ពីនិយាយរួចបុរសដែលបានពាក់របាំងមុខនោះក៏បានដកដាវគេចេញមកក្រោយពីឃើញបែបនេះបិសាចមួយនោះក៏បានបញ្ចេញបិសាចមួយទៀតមកហើយស្លេងខ្ញុំក៏កាន់តែយ៉ាប់ទៅដែរសម្រាប់ពេលយប់ងុយដេកដល់ពេលថ្ងៃឡើងឈឺកតាឥឡូវតោះយើងចូលសាច់រឿងយើងវិញហើយការបញ្ចុះរវាងបរិបទដែលពាក់របាំងមុខនិងបិសាចនោះក៏បានចាប់ដើមហើយយើងក៏បានឃើញថាបិសាចមួយនោះគ្មានគីឡូជាមួយបរិបទដែលពាក់របាំងមុខទេស្បៃយកតែម្ដងហើយបន្ទាប់ពីឃើញបែបនេះបិសាចមួយដែលបានជួបបិសាចមួយមកងាប់មិញហ្នឹងមានការភ្ញាក់ផ្អើលជាខ្លាំងហើយលទ្ធផលរបស់ប្រូហ្នឹងក៏មិនដូចប្រូមួយមុនដែរងាប់ដូចតែគ្នាទេហើយបរិបទដែលបានពាក់របាំងមុខនោះក៏បានសួរទៅកាន់ឆយស៊ូថាតើឯងមកទីនេះទៅហើយបើយើងមើលទៅឯងដូចជាមិនមែនក្រុមរបស់ពួកវាទេប៉ុន្តែយល់ល្អឯងគួរតែឆ្លើយការពិតមកបើសិនជាឯងមិនចង់ងាប់ហើយឆយស៊ូក៏បានតបទៅវិញថាកំពុងធ្វើអីនៅទីនេះពេលនេះយើងជាអ្នកសួរឯងមិនត្រូវយល់សៀនតែឯងកំពុងធ្វើអីនៅទីនេះពេលនោះគេក៏បានដករបាំងមុខចេញហើយគេក៏បាននិយាយថាតើឯងគឺជាឆយស៊ូហើយសាច់រឿងកន្លែងហ្នឹងយើងមិនបាច់ឆ្ងល់ទេថាថៃបានយល់សៀនអត់ស្គាល់ឆយស៊ូព្រោះថាយល់សៀននៅដែរឃើញឆយស៊ូក្នុងស្ថានភាពស្កើមអញ្ចឹងទេហើយឆយស៊ូក៏បានញញឹមទៅកាន់យល់សៀនហើយក៏បាននិយាយថាតែពិភពលោកឥឡូវនេះវាកំពុងកាត់ឈួតឯនោះហើយសាច់រឿងនៃ chapter ទី8ទី9ក៏បានកាត់ចប់តាមហ្នឹងដែរថ្ងៃហ្នឹងខ្ញុំថាធ្វើ3 chapter ប៉ុន្តែសលេងខ្ញុំវាទៅរួចវាកាន់តែឈឺកទៅហើយអញ្ចឹងបានតែ2 chapter ហ្នឹងទេហើយនេះគឺជា QR ខ្ញុំបើសិនជាអ្នកគ្នាចង់ឧបត្ថម្ភអីអាចឧបត្ថម្ភបានហើយឥឡូវការសម្ដែងដ៏រករារបស់ខ្ញុំក៏បានចប់ដែរអរគុណអ្នកគ្នាពីខ្ញុំលេងបាយ